បាទអញ្ចឹងយើងមើលមុខងារទី2របស់យើងគឺ student transport អញ្ចឹងគឺជាមុខងារមួយសម្រាប់កត់ត្រានៅសិស្សដែលជិះឡានសាលាអញ្ចឹងនៅក្នុងប្រព័ន្ធយើងក្រោយយើងឡុកមកយើងមើលឃើញពីនេះមួយនេះ transport អញ្ចឹងក្នុងនោះមាន2 menu ទី1ទៅលើ student transport ហើយនិង menu ទី2ទៅលើ student transport stop ចាំមានថាគាត់ឈប់ហើយគាត់ឈប់ជិះឡានវិញអញ្ចឹងយើងគ្រាន់តែចុច add new មកបាទយកដល់ថ្ងៃខែមកថ្ងៃទី28បាទ student លេខបាទ005នេះចេះឈ្មោះ student ហ្នឹងវាទាញមកពី student active ខាងលើចឹងបាទបន្តមក location គាត់នៅណាឧទាហរណ៍គាត់នៅទូសកាយទួលសំកាយអញ្ចឹងយើងដាក់គាត់មករៀនយើងឆាយគាត់ណារៀនឆាយគាត់$20យើងបាន$20ចូលបាទអញ្ចឹង note មកមានអី note ក៏ note ទៅអញ្ចឹងអត់ទេក៏អត់ទៅហើយយើង save ទៅបាទអញ្ចឹងឃើញយើង ID សិស្សយើងហ្នឹងគឺនៅទួលតកែនេះបាទយើងចុះហ្នឹងគឺបាទយើងឆាយគាត់$20អញ្ចឹងយើងស្របមើលសិស្សយើងឃើញសិស្សយើងនៅណាខ្លះបូកស្រប total លើយើងរកបានអញ្ចឹងយើងត្រូវការកែប្រែយើងចុច edit នេះមកណាយើងអាចកែប្រែយើងតែពិតយកគាត់25យើងបាច់25មក save បាទអញ្ចឹងនេះ25ចឹងនេះយើងលុបចោលไปមកករណីយើងវាយខុសលុបចោលទៅយើងមើលនៅក្នុង student នៅក្នុង transport ហ្នឹងដែរយើងមើលឃើញពាក្យថា stop វិញអញ្ចឹងនេះមាន stop មួយឧទាហរណ៍ថាសិស្សមួយយើងនេះមិនហ្នឹងបាទសំម៉ោង2ហ្នឹង25ហ្នឹងក៏ឈប់វិញយើងចុចលើ stop មកហើយចុច OK អញ្ចឹងវាលេងបង្ហាញនៅក្នុង student transport ហើយមកបង្ហាញនៅក្នុងនេះ student transport stop នេះវិញយើងឃើញនេះសំម៉ូទីទូសកាចឹងយើងអាច note បន្ថែមទៅយើងចង់កែ note ទាំងគាត់កែទៅបាទសិស្សបាទមករៀននៅខ្លួនឯងមករៀនដោយខ្លួនឯងវិញបាទអញ្ចឹងយើងឃើញ note ក្នុងហ្នឹងហើយបាទអញ្ចឹងបើករណីថ្ងៃណាមួយគាត់មកជិះវិញអញ្ចឹងយើងមិនបាច់ទៅបង្កើតថ្មីទេយើងអាចចុចនេះ on going នេះវិញអូខេមកអញ្ចឹងគឺ data យើងនឹង update រុញគាត់មកបាទ student transport នេះវិញណាបាទអញ្ចឹង stop វារុញទៅដល់ពេលយើងចុចទៅលើ stop transport ថេកលើ on going វិញវារត់មកដំណើរការនៅលើ student transport វិញបាទអញ្ចឹងមេរៀន transport ចប់ត្រឹមហ្នឹង